សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាគ2នៃសាច់រឿងរបស់យើងកុំភ្លេចជួយចុច like share និង subscribe ផងណាតោះឥឡូវចូលសាច់រឿងទាំងអស់គ្នាតែម្ដងទៅបន្ទាប់ពីបានឃើញមុខគុណដឹងបោះបងប្រុសហើយត្រឡប់ទៅមុននឹងបន្តិចមុនពេលដែលកម្មវិធីចាប់ផ្ដើមក៏មានការជួបជុំគ្នានៅមុខភូមិគ្រឹះមានភ្ញៀវចូលរួមជាច្រើនក្នុងនោះក៏មានលីពូជឺដែលជាកូនប្រុសបានច្រឡំដោះដូរគ្នាកាពីតូចជាមួយនឹងឈីងយីរបស់យើងនឹងគ្រាន់តែចូលមកដល់ភ្លាមឃើញឈីងយីរបស់យើងគេក៏ចូលមករយៈទេហើយក៏និយាយថាឪពុកគេនឹងបានផ្ដាំផ្ញើសរសេរសបុតមកបារម្ភពីការរៀបការរបស់ឈីងយីនឹងតែឈីងយីយើងមិនជឿឡើយត្រីរងសាននឹងគេមិនបានបារម្ភពីការរៀបការរបស់គេឡើយគឺគេបារម្ភពីគ្រួសារហួរអាចនឹងបលែងដៃពីគេទាំងស្រុងមកជួយគ្រួសារមូរងហើយឈីងយីរបស់យើងក៏ចេញទៅបាត់ទៅពេលនោះផងដែរស្រាប់តែបងស្រីធំហៅគេពីក្រោយថាទូទូឯលីប៉ាជឿនេះវិញក៏សូមកុំឲ្យបងស្រីរបស់គេហៅឈ្មោះក្រៅគេអីដើម្បីកុំឲ្យអ្នកផ្សេងបានលឺហើយមូរងឈីងរួយនឹងគេក៏យល់ព្រមហើយគេក៏មានបាច់ផ្កាមួយជូនទៅកាន់បងស្រីរបស់គេនាងខំតែសប្បាយចិត្តចុងក្រោយលឺប្អូននឹងប្រាប់ថាគេអាណិតដល់អ្នកលក់តាមផ្លូវនឹងពេកក៏ជួយទិញទៅប៉ុន្តែមិនអីទេនាងព្រមទទួលយ៉ាងណាក៏ល្អជាងអ្នកខ្លះដែរមិនបានគិតគូរដល់គ្រួសារអីទេមានតែរឿងនាងនិយាយហ្នឹងសំដៅទៅដល់ទូប្រុសរបស់យើងនឹងឯងស្រាប់តែពេលហ្នឹងលោកស្រីមូរងគេក៏មកដល់ហើយគេក៏ចូលទៅរាក់ទាក់ជាមួយហើយជូនបាច់ផ្កាមួយបាច់ទៀតទៅកាន់លោកស្រីមូរងថ្មីត្បិតតែឥឡូវហ្នឹងគេមិនមែនជាម្ដាយជាកូនពិតប្រាកដក៏ដោយក៏ពួកគេនៅតែហៅគ្នាថាជាម្ដាយជាកូនអញ្ចឹងឯម្ដាយឯនេះវិញនឹកស្មានដល់ទេថាកូនមកចូលរួមកម្មវិធីហ្នឹងដោយសារតែកូនគេហ្នឹងទៅតែឡើងឋានៈទៅជាអធិការម្នាក់ហើយប្រហែលជារវល់ការងារច្រើនហើយគេហ្នឹងក៏ថាមិនមកយ៉ាងម៉េចជាកម្មវិធីរបស់គ្រួសារទាំងមូលតែអ្នកម្ដាយហ្នឹងមិនព្រមឲ្យគេមកទេអញ្ចឹងហើយទូរវល់យ៉ាងណាក៏ត្រូវតែមកដែរមើលទៅម្ដាយកូនគេហ្នឹងរស់រាយរាក់ទាក់ដាក់គ្នាខ្លាំងមែនតែនធ្វើឲ្យលោកស្រីយ៉ាងដែលឈរមើលនៅចិត្តនោះគិតថាលីប៉ាជឺហ្នឹងស័ក្តិសមជាកូនប្រុសរបស់លោកស្រីមូរងជាងហើយលោកស្រីមូរងហ្នឹងគេក៏ឆ្លើយតបថាប្រកាសហើយព្រោះអីលីប៉ាជឺហ្នឹងគេធំឡើងនៅក្បែរខ្លួនរបស់គាត់ចិញ្ចឹមផ្ទាល់ដៃទូប្រុសរបស់យើងហ្នឹងមិនអាចយកមកប្រៀបជាមួយនឹងប៉ាជឺរបស់គាត់បានឡើយនិយាយទៅគាត់គឺអត់ចូលចិត្តទូប្រុសរបស់យើងហ្មងក៏លេចមកមើលឈីងយីនេះវិញពេលដែលឃើញអញ្ចឹងគេណែខំមាត់សង្កត់ចិត្តអាណទូប្រុសរបស់យើងខ្លាំងមែនតែនដែលកើតមកជាកូនដែលម្ដាយអត់ស្រឡាញ់អញ្ចឹងហើយស្រាប់តែពេលហ្នឹងឡៃអ៊ីហ្នឹងគេក៏ចូលមកប្រាប់ថាលោកប្រុសដល់ពេលវេលាហើយឈីងយីរបស់យើងហ្នឹងមិនមែនចង់ទៅរៀបការអីទេតែវាជាទូនាទីមិនអាចប្រកែកបានហើយដើរចូលក្នុងដើម្បីឈររងចាំកូនក្រមុំគឺកញ្ញាមីងសៀនតែមីងសៀនឯនេះវិញគ្រាន់តែដើរដល់ទូប្រុសភ្លាមនាងក៏និយាយថាជឿអត់ថានាងនេះអាចសម្លាប់ប្តីរបស់ខ្លួនឯងបានឈីងយីគេលឺអញ្ចឹងហើយគេឡើងអស់សំណើចហ្មងណាហើយគេក៏និយាយថាបើនាងអាចធ្វើបានពិតមែនគេនឹងសរសើរនាងហ្មងហើយបន្ទាប់មកក៏ដល់ពេលដែលរិនស៊ូស៊ូនឹងបង្ហាញខ្លួនគ្រាន់តែឃើញវត្តមានរបស់ទូស្រីធ្វើឲ្យឈីងយីរបស់យើងនេះកាំងអស់ហើយក៏នឹកដល់អនុស្សាវរីយ៍ដែលពួកគេនឹងធ្លាប់នៅក្បែរគ្នាតែពេលនេះមនុស្សស្រីដែលគេស្រឡាញ់នឹងក៏ខ្លាចទៅជាបងខ្លាញ់របស់គេទៅវិញនាងបានស្លាប់ទៅហើយហេតុអីក៏នាងនៅទីនេះអញ្ចឹងហើយគេហ្នឹងពិតជាចង់សួរនាងខ្លាំងមែនតែនតែមិនអាចសួរបានទេបានត្រឹមតែសម្លឹងមុខនាងហើយឈីងយូហ្នឹងគេក៏ណែនាំតែម្ដងទៅថានេះគឺជាអនាគតបងថ្លៃរបស់គេចាប់ពីថ្ងៃនេះទៅហៅនាងថាបងថ្លៃតែម្ដងទៅឯឈីងយីយើងវិញប្រឹងហាមាត់ហៅនាងថាបងថ្លៃទាំងដៃនេះក្តាប់ឡើងណែនហ្មងតើរវាងគេទាំងពីរនាក់ហ្នឹងមានរឿងអ្វីកើតឡើងតោះទៅមើលអតីតកាលរបស់គេទាំងអស់គ្នាហ្មងទៅកាលពី3ឆ្នាំមុនពេលដែលទូប្រុសរបស់យើងហ្នឹងត្រឡប់មកពីសិក្សានៅបរទេសវិញទូប្រុសរបស់យើងអត់បានត្រឡប់ទៅផ្ទះនៃគ្រួសារមូរងទេគឺទូប្រុសរបស់យើងហ្នឹងបានទៅជួលផ្ទះរស់នៅទីក្រុងប៉េកាំងហើយអ្នកបានជូនទៅមើលនោះក៏បាននិយាយថាអ្នកជួលមុនហ្នឹងគេបានរើចេញ1ឆ្នាំហើយអត់ដែលមានណាគេជួលទៀតទេអញ្ចឹងហើយវារៀងអាប់អួរបន្តិចធ្វើឲ្យអ្នកដែលគេនាំទៅហ្នឹងគេស្ទើរតែជឿថាជីងយីរបស់យើងហ្នឹងអាចរស់នៅបានព្រោះមើលតាមរូបរាងរបស់ទូប្រុសគឺជាកូនអ្នកមានម្នាក់មិនអាចនៅផ្ទះតូចអញ្ចឹងទេតែដល់ពេលលើជីងយីរបស់យើងនិយាយថាគេបើកមន្ទីរពេទ្យនៅក្បែរហ្នឹងទៅគេយល់បានថាប្រហែលជាជីងយីយើងហ្នឹងគិតគូរដល់អ្នកជំងឺអីអញ្ចឹងទៅចង់រកកន្លែងនៅចិត្តអញ្ចឹងហើយគេសរសើរជីងយីរបស់យើងថាជាមនុស្សដែលមានសប្បុរសធម៌អញ្ចឹងតែជីងយីរបស់យើងហ្នឹងបានបដិសេធថាគេមិនមែនជាមនុស្សសប្បុរសធម៌អីទេគេព្យាបាលយកលុយតើបុរសម្នាក់ហ្នឹងស្មានថាទូប្រុសរបស់យើងនិយាយលេងតែគេនិយាយមុខស្មើហើយសួរទូប្រុសរបស់យើងថាមានគ្រួសារអត់ជីងយីគេក៏និយាយថាគេអត់មានគ្រួសារឡើយហើយគេក៏នឹកឃើញការពីតូចដែលគ្រួសារលីធ្វើបាបគេដេញគេចេញពីផ្ទះដោយសារមិនជាកូនបង្កើតរបស់គ្រួសារលីហើយដល់ពេលមកដល់គ្រួសារមូរងហ្នឹងក៏ត្រូវគេស្ដីបន្ទោសទៀតថាទូប្រុសហ្នឹងជាមនុស្សចង្ក្រៃពេលចូលមកដល់ភ្លាមធ្វើឲ្យលោកម្ចាស់មូរងហ្នឹងត្រូវស្លាប់ត្រឹមតែជាក្មេងម្នាក់ដែលមិនទទួលបានក្តីស្រឡាញ់ទទួលបានតែភាពស្អប់ខ្ពើមពីគ្រួសារទាំងពីរទៅវិញមិនផ្លាយទេដែលឈីងយីរបស់យើងហ្នឹងជាមនុស្សដែលអត់មានមនោសញ្ចេតនាអីអញ្ចឹងព្រោះថាអ្នកទាំងអស់គ្នាហ្នឹងអត់ដែលផ្ដល់ក្តីស្រឡាញ់ដល់គេឡើយពេលដែលឈីងយីទៅដល់មន្ទីរពេទ្យមានប្តីប្រពន្ធ2នាក់កើតជំងឺរបេងទាំងពីរកម្រិតធ្ងន់ហើយគ្រូពេទ្យនៅទីនោះគេសួរគ្នាថាតើពួកគេនឹងគិតយ៉ាងម៉េចស្រាប់តែលោកគ្រូពេទ្យម្នាក់នោះក៏និយាយថាមានអីត្រូវគិតទៀតមនុស្សតែពេលប្រឈមមុខជាមួយនឹងទ្វារយមរាជហើយគឺពួកគេច្បាស់ជាគិតតែពីជីវិតរបស់ខ្លួនឯងតែប៉ុណ្ណោះបន្ទាប់ពីនឹងទៀតពេលដែលទូប្រុសត្រឡប់មកផ្ទះវិញក៏ឃើញក្មេងៗយកសម្បត្តិជាច្រើនដែលនៅក្នុងប្រអប់សម្បត្តិនឹងយកទៅធ្វើជាយន្តហោះគប់លេងឡើងពេញនឹងតែម្ដងដោយសារតែពួកគេឃើញនៅក្នុងប្រអប់នឹងយូរហើយអត់មានយកទៅណាផងមានអីក៏ត្រូវឈីងយីរបស់
យើងនឹងដេញពួកគេចេញពីនឹងអស់ទៅហើយឈិញយីរបស់យើងក៏ប្រមូលសម្បត្តិទាំងអស់ហ្នឹងយកទៅទុកដាក់វិញព្រោះអាចជារបស់ម្ចាស់ផ្ទះចាស់ដែលគេធ្លាប់នៅនឹងហើយសម្បត្តិខ្លះទៀតក៏មានរហែកចេញធ្វើឲ្យឈិញយីរបស់យើងនឹងបានឃើញអត្តន័យទាំងអស់ហ្នឹងសុទ្ធតែជាពាក្យអសុរោះខ្លាំងមែនទែនដែលអ្នកម្ខាងទៀតហ្នឹងស្ដីថាឲ្យអ្នកដែលគេផ្ញើសម្បត្តិមកឲ្យហ្នឹងថាអត់តបសម្បត្តិអត់អីទេកុំគិតថារួចខ្លួនឲ្យសោះបើសិនជានាងបានជួបគេវិញណានាងនឹងចាប់គេដាក់កុមារកំព្រីហើយនិយាយមើលសម្បត្តិនឹងហើយគេឡើងហួសចិត្តហ្មងណាតែពេលហ្នឹងគេចាប់អារម្មណ៍ទៅលើពាក្យប្រមាណម៉ាត់ដែលនៅក្នុងសម្បត្តិនឹងហើយពេលដែលគេយកសម្បត្តិផ្សេងទៀតមកមើលក៏ឃើញពាក្យទាំងអស់នឹងទៀតធ្វើឲ្យឈិញយីរបស់យើងហ្នឹងគេយល់អត្ថន័យរបស់អ្នកសរសេរសម្បត្តិនឹងហ្មងគេបានសរសេរតបសម្បត្តិទៅវិញថាមនុស្សម្នាក់ដែលគេកំពុងផ្ញើសម្បត្តិឲ្យហ្នឹងគឺបានចាក់ចេញពីផ្ទះនឹងយូរហើយបើសិនជាគេត្រូវការរកចាំបាច់ពិតមែនណាគួរតែតាក់ទងទៅប៉ូលីសទៅហើយអ្នកដែលផ្ញើសម្បត្តិមកហ្នឹងគឺរិនស៊ូស៊ូនឹងឯងពេលនេះនាងកំពុងតែនៅកំពង់ផែណានឆឹងគូរូបឲ្យភ្ញៀវដើម្បីរកប្រាក់ហើយក៏ឆ្លៀតសួររកមនុស្សស្រីម្នាក់ផងដែរហើយក៏សួរភ្ញៀវថាតើគេមកពីប៉ៃឆឹងត្រូវអត់គេថាមែនហើយនាងក៏លើករូបមនុស្សដែលនាងស្វែងរកនឹងមកថាអ្នកធ្លាប់ឃើញមនុស្សស្រីក្នុងរូបនេះដែរទេតែត្រូវភ្ញៀវបដិសេធថាគេមិនដែលឃើញទេហើយស៊ូស៊ូក៏ត្រឡប់មកបន្ទប់ជួលវិញដែលនាងនៅបន្ទប់ជួលចំលើហើយម្ចាស់ផ្ទះនៅចិត្តនោះក៏ហៅនាងមកញ៉ាំអីជាមួយគ្នាតែត្រូវបានស៊ូស៊ូបដិសេធពេលស៊ូស៊ូទៅបាត់គេនាំគ្នានិយាយថាស៊ូស៊ូនឹងជាស្រីស្អាតម្នាក់ហើយនាងរៀនក៏បានខ្ពស់ទៀតមិនព្រមទៅកន្លែងផ្សេងទេសុខចិត្តនៅលំបាកទីនេះដើម្បីស្វែងរកបងស្រីរបស់នាងពេលមកដល់មុខបន្ទប់នាងឡើងសប្បាយចិត្តហ្មងបានឃើញសម្បត្តិស្មានថាជាបងស្រីរបស់នាងតែមិនមែនទេសម្បត្តិនោះគឺឈិញយីរបស់យើងទេដែលផ្ញើឲ្យនាងបន្ទាប់ពីនឹងមកគេក៏បានតបគ្នាទៅវិញទៅមករហូតបង្កើតបានជាទំនាក់ទំនងហើយឈិញយីបានមើលយល់ពីពាក្យសម្ងាត់នៅក្នុងសម្បត្តិនាងហើយពាក្យសម្ងាត់នោះគឺការសន្យារបស់នាងនិងបងស្រីរបស់នាងណាត់ជួបគ្នានៅមណ្ឌលកុមារកំព្រាតែគេមិនឲ្យនាងសរសេរសម្បត្តិមកទៀតទេជីវិតមនុស្សកើតមកគឺដើម្បីតែម្នាក់ឯងអាចថាបងស្រីរបស់នាងឃើញសម្បត្តិហើយមិនចង់តបឬមួយក៏គេបានស្លាប់បាត់ទៅហើយក៏មិនដឹងនៅថ្ងៃបន្ទាប់ទូផៅរបស់យើងនឹងក៏ទៅមន្ទីរពេទ្យហើយប្រពន្ធដែលកើតជំងឺរបេងកាលពីលើកមុនបានយកលុយដែលខ្លួនបានសន្សំនិងចិញ្ចៀនដើម្បីសុំឲ្យគ្រូពេទ្យនឹងជួយព្យាបាលប្តីរបស់នាងផងហើយឲ្យឈិញយីនឹងជួយលាក់កុំឲ្យប្រាប់ប្តីរបស់នាងអញ្ចឹងតែបន្តិចក្រោយមកក៏មានគ្រូពេទ្យម្នាក់ទៀតបានយកកណ្ដាស់ប្រាក់ដែលប្តីរបស់នាងនឹងយកផ្ទះទៅបញ្ចាំដើម្បីប្រមូលលុយនឹងយកមកព្យាបាលប្រពន្ធហើយក៏សុំឲ្យគ្រូពេទ្យនឹងជួយលាក់ប្រពន្ធខ្លួនផងលក្ខណៈថាប្រពន្ធធ្វើដើម្បីប្តីហើយប្តីនឹងធ្វើដើម្បីប្រពន្ធអីអញ្ចឹងបន្ទាប់ពីបានលឺអញ្ចឹងហើយធ្វើឲ្យទូប្រុសឯណេះវិញឡើងមិនចង់ជឿហ្មងថាមានអញ្ចឹងទៀតតែមានឯណាប្រពន្ធនេះរកឃើញថាប្តីយកផ្ទះទៅបញ្ចាំដើម្បីព្យាបាលខ្លួនឯប្តីថាកុំខ្វល់អីដើម្បីឲ្យប្រពន្ធជាគេសុខចិត្តលះបង់ទាំងអស់ហើយដែលទូផៅរបស់យើងបានឃើញពីប្តីប្រពន្ធទាំងពីរនាក់ដែលមានមនោសញ្ចេតនាពិតប្រាកដដល់គ្នាបែបនេះក៏ធ្វើឲ្យទូផៅរបស់យើងនឹងនឹកឃើញដល់ពាក្យរបស់ស៊ូស៊ូដែលប្រាប់គេថាបើសិនជាគេមានមនុស្សនៅក្បែរនឹងធ្វើឲ្យគេមិនងាយបំភ្លេចម្នាក់នឹងបានឡើយបន្ទាប់ពីបានឃើញប្តីប្រពន្ធនឹងហើយឈិញយីគេក៏ទទួលស្គាល់នៅពាក្យរបស់ស៊ូស៊ូហើយទូផៅរបស់យើងក៏ចាប់ផ្ដើមសរសេរសម្បត្តិទៅកាន់ស៊ូស៊ូដែលក្នុងសម្បត្តិនោះឈិញយីបានសរសេរថាគេទទួលស្គាល់ពីសម្ដីរបស់នាងហើយគេសុំកែពាក្យដែលថាមនុស្សកើតមកគឺដើម្បីដើរតែម្នាក់ឯងនោះវិញព្រោះពេលខ្លះនៅលើផ្លូវធ្វើដំណើរក៏គង់នឹងបានជួបជាមួយនឹងអ្នកផ្សេងទៀតផងដែរហើយក៏សុំទៅកាន់នាងដែលពាក្យពេចន៍សរសេរសម្បត្តិទៅកាន់នាងនឹងមិនសូវពីរោះក៏ដោយតែគេមិនមានចេតនាធ្វើឲ្យនាងឈឺចាប់ទេពាក្យសម្ដីគេអាក្រក់បន្តិចវាជាអត្តចរិតរបស់គេហើយគេក៏ចង់កែនាងផងដែរនៅពេលដែលនាងសរសេរសម្បត្តិទៅកាន់នរណាម្នាក់ដែលនាងនឹករលឹកមិនគូប្រើពាក្យជេរប្រមាថបែបហ្នឹងទេហើយពេលដែលស៊ូស៊ូបានទទួលសម្បត្តិនឹងហើយគេឡើងអស់សំណើចហើយគេក៏បានសរសេរសម្បត្តិតបវិញទៅឯឈិញយីរបស់យើងវិញគ្រាន់តែត្រឡប់មកដល់មកផ្ទះវិញបានឃើញសម្បត្តិរបស់ទូស្រីយើងគេឡើងសប្បាយចិត្តហើយក្នុងសម្បត្តិរបស់ស៊ូស៊ូវិញគេបានហៅឈិញយីយើងថាទូហ៊ូហើយប្រាប់ពីហេតុផលដែលនាងសរសេរសម្បត្តិជេរប្រមាថប្រើពាក្យអាក្រក់ទាំងអស់ហ្នឹងគឺដើម្បីរំលឹកទៅដល់អាឡាននៅរឿងរ៉ាវដែលគេបានឆ្លងកាត់ជាមួយគ្នាវាពិបាកនឹងបកស្រាយនៅក្នុងសម្បត្តិនេះណាមានតែអាឡានទេដែលអានសម្បត្តិនឹងហើយយល់ហើយនាងក៏និយាយថាចង់ជួបមុខទូប្រុសយើងមែនតើមានមុខមាត់បែបណាទៅជាគ្រូពេទ្យទេតែសម្ដីអាក្រក់ដូច្នេះហើយទៅនាងដាក់ឈ្មោះឲ្យទូប្រុសយើងថាទូហ៊ូនឹងឯងព្រោះជាឈ្មោះគ្រូពេទ្យលក់ថ្នាំបុរាណដែលសម្ដីអាក្រក់ម្នាក់ស័ក្តិសមនឹងឈិញយីយើងខ្លាំងណាស់ឯទូប្រុសយើងដាក់ឈ្មោះឲ្យទូស្រីយើងនឹងថាជាកញ្ញាទឹកភ្នែកតែត្រូវបានស៊ូស៊ូថានាងមិនមែនជាមនុស្សស្រីទេនាងគឺជាក្មេងប្រុសហើយឈិញយីក៏តបថាមិននឹកស្មានថានាងជាក្មេងប្រុសទេព្រោះនៅក្នុងសម្បត្តិរបស់នាងបានជាប់ជាមួយនឹងក្លិនអ្វីម្យ៉ាងដែលមនុស្សស្រីភាគច្រើនចូលចិត្តប្រើប្រាស់ចឹងណាអញ្ចឹងប្រហែលជានាងគឺជាក្មេងប្រុសម្នាក់ដែលតន់ផ្លន់ដោយមនុស្សស្រីហើយមើលទៅហើយពេលដែលឃើញពាក្យទាំងអស់ហ្នឹងស៊ូស៊ូគេឡើងមើលមកតែគេក៏សប្បាយចិត្តមកវិញដែលឈិញយីយើងពេញចិត្តជាមួយនឹងឈ្មោះដែលនាងបានដាក់ឲ្យថាទូហ៊ូហើយបើសិនជានាងមកពិនិត្យជំងឺកន្លែងគេនឹងបញ្ចុះតម្លៃឲ្យ 10% តែបើ
នាងចង់មកជួបគេវិញគេសុំបដិសេធហើយព្រោះគេជាគ្រូពេទ្យមកអាក្រក់កំពុះ1ម៉ែត្រពីដីសម្ដីក៏អាក្រក់គ្មានតម្លៃអីដើម្បីទទួលបានការជួបពីនាងទេស៊ូហ្នឹងក៏តបទៅវិញថានៅសាលាសិល្បៈរបស់នាងនេះអ្នកណាក៏និយាយដែរថានាងជាមនុស្សប្រុសដែលមានកម្លាំងខ្លាំងក្លាសាច់ដុំធំធំអាចលើកភ្នំមួយបានបើប្រៀបធៀបជាមួយនឹងមនុស្សប្រុសដទៃខ្លាំងក្លាជាងគេច្រើនណាស់រួចហើយក៏ភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកដើម្បីឲ្យទូប្រុសរបស់យើងមើលហើយរូបគេឡើងដូចកន្លែងកាញ់ចឹងហើយពេលឈិញយីបែរមកខាងទៀតក៏ឃើញរូបរបស់ខ្លួនឯងដែលនាងគូចេញមកឡើងអាក្រក់ជាងរូបរបស់នាងទៀតសុទ្ធតែពុកមាត់តែម្ដងហើយឈិញយីក៏បានតបវិញទៅថារូបដែលនាងបានផ្ញើមកនេះវាមិនមែនជារូបដែលពិតប្រាកដនោះឡើយគេនឹងផ្ញើរូបបែបវិទ្យាសាស្ត្រតាមចំណេះដឹងរបស់គ្រូពេទ្យឲ្យនាងមើលពេលដែលស៊ូបានមើលហើយគេបិទវិញឡើងលឿនហ្មងព្រោះថារូបនោះវាបង្ហាញពីអវយវៈរបស់មនុស្សនាងក៏ប្រកាន់ថាឈិញយីនឹងគឺជាមនុស្សរោគចិត្តតែឈិញយីថារោគចិត្តអីគេនៅក្នុងភ្នែករបស់គ្រូពេទ្យណាវាគ្រាន់តែជាសាច់ដុំសរីរាង្គសរសៃឈាមអីទាំងអស់នឹងឯងបើសិនបើគេធ្វើឲ្យនាងភ័យខ្លាចនោះសូមឲ្យនាងមើលស្លឹកឈើដែលគេបានផ្ញើទៅនឹងដែលនៅបៃឆឹងពេលនេះវាជារដូវស្លឹកឈើជ្រុះហើយឲ្យនាងសម័យមើលពីទេសភាពទាំងអស់នឹងចឹងដើម្បីឲ្យនាងសប្បាយចិត្តឡើងវិញហើយចាត់ទុកជាការសុំទោសរបស់គេចំពោះនាងចោលនៅបៃឆឹងជារដូវស្លឹកឈើជ្រុះចំណែកនៅណានឆឹងកន្លែងនៃស៊ូរស់នៅវិញស្លឹកឈើនៅតែពណ៌បៃតងដដែលដូច្នេះនាងគ្មានស្លឹកឈើឲ្យឈិញយីមើលតែមានតែនំប្រចាំតំបន់នឹងផ្ញើគេបានភ្លួទោះបីពួកគេនៅកន្លែងផ្សេងគ្នាមែនតែការឆ្លើយឆ្លងរបស់ពួកគេដូចបាននៅជាមួយគ្នាអញ្ចឹងតាំងពីការញ៉ាំនំជាដើមបន្ទាប់ពីនឹងទៅឈិញយីក៏ទៅដល់មន្ទីរពេទ្យក៏បានឃើញគ្រួសារមួយគេជួបជុំគ្នាមើលទៅសប្បាយរីករាយមែនទែនហើយជួនអីពេលដែលអានសម្បត្តិរបស់ស៊ូនាងថានឹកម្ហូបស្នាដៃម្ដាយនាងធ្វើហើយពេលហ្នឹងគេក៏បានឃើញក្មេងប្រុសម្នាក់ដែលបញ្ចុកអាហារដល់ម្ដាយរបស់ខ្លួនធ្វើឲ្យឈិញយីរបស់យើងនឹងនឹកឃើញដល់រឿងរបស់ខ្លួនឯងតែអត់មានគ្រួសារអីនឹងគេទេមានតែម្នាក់ប៉ុណ្ណោះដែលគេអាចចាត់ទុកជាគ្រួសារបានមិនដឹងថាមនុស្សស្រីម្នាក់ហ្នឹងត្រូវជាអ្វីជាមួយនឹងទូប្រុសរបស់យើងទេតែគាត់មើលថែបំពេឈិញយីឲ្យគេលក់ខណៈពេលដែលអ្នកផ្សេងទៀតស្អប់ខ្ពើមគេឌីលគេថាជាពូជអាក្រក់រវាងគ្រួសារទាំងពីរអត់មាននរណាចង់ទទួលគេជាកូនឡើយដូច្នេះហើយគេមិនយល់ទេពាក្យថាគ្រួសារហ្នឹងមានអត្ថន័យយ៉ាងដូចម្ដេចតែគេឆ្ងល់ស៊ូមែនទែនជីវិតនាងមើលទៅដូចជាលំបាកណាស់តែហេតុអ្វីបានជានាងនឹកដល់គ្រួសាររបស់នាងរហូតអញ្ចឹងស៊ូនាងមិនអាចបរិយាយបានទេពាក្យថាគ្រួសារហ្នឹងវាមានន័យយ៉ាងម៉េចគ្រាន់តែពេលដែលនាងទៅគ្រួសាររបស់នាងគឺមានម្ដាយនាងដែលព្រួយបារម្ភពីនាងឃើញនាងស្គមក៏ធ្វើអាហារឡើងពេញតុឲ្យនាងញ៉ាំចំណែកអាប៉ារបស់នាងវិញក៏ដាំផ្កាជាច្រើនដើម្បីឲ្យនាងបានគយគន់អ្វីទាំងអស់ហ្នឹងហើយដែលនាងកំណត់ថាជាគ្រួសាររបស់នាងនោះតែក្នុងពេលជាមួយគ្រានោះដែរក៏ឃើញនាងដុតក្រដាសសែនមិនដឹងថាពេលនេះគ្រួសាររបស់នាងនៅមានទៀតទេលេចមកមើលឈិញយីនេះវិញបន្ទាប់ពីទទួលនៅអត្ថន័យពាក្យថាគ្រួសារពីស៊ូនោះក៏បានដាច់ចិត្តខលទៅបងប្រុសរបស់គេដំបូងអត់ហ៊ាននិយាយអីទេតែឈិញយូគេទាយដឹងបាត់ទៅហើយថាជាឈិញយីនោះហើយគេក៏សួរថាពេលនេះតើទូប្រុសរបស់យើងនឹងនៅទីណាត្រឡប់ពីបរទេសវិញហេតុអីបានជាគេមិនត្រឡប់ទៅផ្ទះតែឈិញយីរបស់យើងមិនបានប្រាប់ទេថាគេនៅទីណានោះហើយគេក៏និយាយថារីករាយពិធីបុណ្យស្លឹកឈើជ្រុះជាមួយនឹងបងប្រុសរបស់គេឲ្យឈិញយូឡើងសប្រៃមែនតែនហ្មងដែលឈិញយីនិយាយពាក្យនឹងមកកាន់គេហើយធ្វើឲ្យឈិញយូគេយល់បានថាជីវិតប្អូនប្រុសរបស់គេពេលនេះប្រហែលជាសប្បាយរីករាយខ្លាំងហើយមើលទៅឈិញយីហ្នឹងគេបើកចិត្តនិយាយពីមនុស្សស្រីម្នាក់ដែលគេបានស្គាល់ដែលនាងចម្លែកខ្លាំងមែនតែនហើយក៏បន្តនិយាយរឿងរ៉ាវជាច្រើនទៀតពីស៊ូឲ្យបងប្រុសរបស់គេបានដឹងពីតពីនឹងមកគេក៏បានផ្ញើរបស់ទៅអរគុណដល់ស៊ូព្រោះតែនាងទៅធ្វើឲ្យគេតាក់ទងជាមួយនឹងគ្រួសាររបស់គេទាំងដែលពីដើមឡើយគេជាមួយនឹងគ្រួសារអត់មានអីក្រៅពីការខឹងស្អប់គ្នានោះទេមិនតែប៉ុណ្ណោះគេក៏បានថតរូបរបស់គេផ្ញើទៅជាមួយនឹងសម្បត្តិផងដែរតែគួរស្ដាយមែនទែនចាប់ពីពេលហ្នឹងមកគេមិនបានទទួលសម្បត្តិរបស់នាងឡើយតែឈិញយីរបស់យើងអត់បានបោះបង់ឡើយតែតែផ្ញើសារទៅសួរនាំនាងរហូតតើនាងមានរឿងអីហើយអ្វីបានជានាងមិនឆ្លើយតបជាមួយនឹងគេអញ្ចឹងដល់ថ្នាក់បងប្រុសរបស់គេហ្នឹងនៅណានឆឹងជួយតាក់ទងដើម្បីរកនាងទៀតតែពេលដែលទៅដល់នាងបានរើចេញពីបន្ទប់ជួលនឹងទៅហើយមិនដឹងថានាងនៅឯណាទេគេគិតថាប្រហែលជានាងរវល់រៀនមកមានយ៉ាងអញ្ចឹងទៅតែគេសង្ឃឹមថានាងអាចឆ្លើយតបជាមួយគេមុនពេលរដូវកាលរីកមកដល់មិនដឹងថាទូប្រុសរបស់យើងនឹងបានទទួលសម្បត្តិពីនាងវិញឬមួយក៏អត់ទេហើយអតីតកាលរបស់ពួកគេទាំងពីរក៏ស្លេះត្រឹមនឹងសិនត្រឡប់ចូលបច្ចុប្បន្នកាលវិញខណៈពេលដែលមនុស្សទាំងអស់កំពុងតែសប្បាយរីករាយនៅក្នុងកម្មវិធីនិយាយរបស់យើងអត់មានអារម្មណ៍ទៅសប្បាយជាមួយនឹងកម្មវិធីនឹងគេទេភ្នែករបស់គេសម្លឹងមើលតែរិនស៊ូតែប៉ុណ្ណោះហើយពេលហ្នឹងផងដែរមីសៀនក៏ចូលមកស្ដីឲ្យទូប្រុសថាទៅសំងំនៅឯណាគេកំពុងតែរកមុខដើម្បីកាត់នំហ្នឹងហើយវាជាកម្មវិធីដែលគេធ្វើឡើងអញ្ចឹងហើយសូមឲ្យគេនេះធ្វើឲ្យចប់ដើមផងទៅហើយឈិញយីរបស់យើងក៏តបទៅថាពីណាគេចង់ហើយក៏ដើរចេញទៅអង្គុយក្នុងបន្ទប់ពិបាកចិត្តតែម្នាក់ឯងបាត់ទៅហើយឈិញយូពេលដែលឃើញអញ្ចឹងក៏ចូលមកស្ដីឲ្យឈិញយីថាបើជ្រុលជាយល់ព្រមជាមួយនឹងមង្គលការមួយនឹងទៅហើយសូមឲ្យគេនឹងធ្វើខ្លួនឲ្យសមជាកូនកំឡោះបន្តិចទៅមិនបន្ទុកកូនកំមុំឯនៅកណ្ដាលតែម្នាក់ឯងអញ្ចឹងតែសម្រាប់ឈិញយីរបស់យើងថាមង្គលការនេះគ្រាន់តែជាការដោះដូរដើម្បីផលប្រយោជន៍មួយប៉ុណ្ណោះតាមពិតទៅមិនចាំបាច់រៀបចំកម្មវិធីអីធំដុំទេប៉ុន្តែពួកគេខ្លាចភ្នែកគេមើលមកមិនល្អទៅបានជាប្រឹងរៀបចំកម្មវិធីនឹងដើម្បីបិទបាំងពេលលឿនចឹងហើយឈិញយូក៏ហាមប្អូនកុំឲ្យនិយាយបែបហ្នឹងឲ្យម្ដាយគេលឺឲ្យសោះហើយឈិញយីក៏ថាក៏បារម្ភអីគេមិនធ្វើឲ្យបងប្រុសរបស់គេលំបាកឡើយគេក៏មិនលុកដៃទៅដណ្ដើមបល្ល័ង្កបងប្រុសរបស់គេនៅក្នុងគ្រួសារហ្នឹងផងដែរប៉ះសិនបើអំពេញចិត្តវត្តមានរបស់គេនៅទីនេះអាចចាប់គេដាក់គុកដូចជា3ឆ្នាំមុនបានហើយឈិញយូនេះវិញក៏ស្ដីឲ្យទូប្រុសរបស់យើងថាមិនបាននិយាយអញ្ចឹងវាដូចជាអ្វីដែលគេគិតឡើយហើយឈិញយីគេថាគេនិយាយអីខុសមែនខាញ់ពេលហ្នឹងជាអ្នកបកគោខ្លួនគេឲ្យទៅប៉ូលីសហើយខាញ់ជឿទៀតថាគេជាឃាតករសម្រាប់លោកហួរឯង
ai trên gì này với khăng sụt tạc can bọn pro bảo kê tha kết tha kê năng chưa chạy lơ đường tặng ớt nâng men ai trên gì với ắt slide top ai tê tơ trên dù tha trông giấy đường tặng ớt nâng tơ mà kết bị ba chập ban vinh bảo ôn bảo kê nè ắt bên chặt cho mùi nâng cô can nâng tê để trên này hai cái ban điệp trong sầm bọt dồn hỏi trên gì nâng ruột hai đại trên gì nâng ai chạy trên pe na các bạn đai tập to can sắc xa một chia việc can này pe đó rồi bảo kê nâng ai bật tê ăn lê ta tam côm nâng bảo kê nâng cho đại xa tại trên gì nâng nấu khmê tơ bong phòng nè ắt cho kê ru nấu po pe để can sập tê cho kê sầm rạch tam bồng nâng bật na rồi bảo kê ru nấu tam vậy để kê trong ba rừng nấu tì ní tục ở bong pro nè trên nè đo sai mưa tơ bong phòng nè ní á có miếng cái đây lạnh khá đai sầm đẹp kê nôm trên gì bảo dương á cái mìnhตัวเต้กับไอ้บองเผาบ่เกนั่งมาคว้าเรื่องบ่เกไอ้บ่เมียนเป็นนะฮะกูแต่จับอารมณ์ជាមួយនឹងគុណដឹងបោះបងវិញទៅនាងគ្រោះថ្នាក់ជាងអ្វីដែលគេបានដឹងតែទៅជួបជាមួយនឹងបងថ្លៃលើកដំបងសបាយជានិយាយពីអញ្ចឹងធ្វើឲ្យឈិងយូនេះគេចង់ដឹងថាអ្នកទាំងពីរស្គាល់គ្នាពីមុនមែនតែឈិងយីគេអត់ប្រាប់ទេហើយសួរបងប្រុសบ่គេវិញថាហេតុអីបានស្គាល់នាងតែឈិងយូហ្នឹងក៏ប្រាប់ថាពេលហ្នឹងគេបានទៅណានយ៉ាងដើម្បីធ្វើចំនួនហ្នឹងហើយក៏បានជួបជាមួយនឹងលោកហ្វាងដែលជាឪពុករបស់នាងហើយគាត់ក៏បានចូលមកគោរពគេហើយក៏មានគោលបំណងចង់សម្ព័ន្ធភាពជាមួយនឹងគ្រួសារមូរងដល់ឲ្យកូនស្រីរបស់គេហ្នឹងរៀបការជាមួយនឹងឈិងយូហ្នឹងឯងទៅគេក៏យករឿងនេះមកពិភាក្សាជាមួយនឹងម្ដាយហើយគាត់ក៏យល់ស្របទៅពួកគេរៀបចំពិធីមង្គលការនឹងឡើងទៅឈិងយីគេលឺហើយឡងហួសចិត្តហ្មងណាសូម្បីតែមង្គលការរបស់បងប្រុសគេហ្នឹងក៏ដើម្បីតែផលប្រយោជន៍ដែរហើយក៏សួរបងផលរបស់គេហ្នឹងថាស្រឡាញ់នាងមែនទៅយកព្រមរៀបការជាមួយនាងបែបហ្នឹងឈិងយូក៏ប្រាប់ទៅថាចំពោះគ្រួសារធំដូចជាគេនេះរឿងរៀបការអីទាំងអស់ហ្នឹងគ្រាន់តែជាមុខចំនួនរបស់ពួកគេបណ្ណោះវាគ្មានមនោសញ្ចេតនាអីក្នុងហ្នឹងទេហើយក្នុងនាមជាកូនប្រុសច្បងម្នាក់គេក៏ទទួលយកក្នុងនាមជាទំនួលខុសត្រូវរបស់គេនឹងផងដែរតែទោះបីជាអញ្ចឹងក៏ដោយបងថ្លៃរបស់គេហ្នឹងក៏ជាមនុស្សស្រីល្អម្នាក់ផងដែរដល់ពេលលឺអញ្ចឹងហើយឈិងយីគេឡើងអស់សំណើចហ្មងថាបងប្រុសរបស់គេហ្នឹងស្គាល់នាងបានយូរប៉ុណ្ណាហើយទៅដឹងថានាងនេះជាមនុស្សល្អនោះឈិងយូហ្នឹងក៏ប្រាប់ទៅថាគេមិនបានតំណែងតំណងផ្ទាល់ក៏ពិតមែនតែពួកគេបានតាក់ទងគ្នាតាមរយៈសម្បត្តិហើយក៏ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់នាងតាមរយៈសម្បត្តិហ្នឹងធ្វើឲ្យឈិងយីណាគេហួសចិត្តមួយសារទៀតហើយដែលនាងប្រើវិធីសាស្ត្រតែមួយកាន់គេទៅតាក់ទងជាមួយនឹងបងប្រុសរបស់ខ្លួនទៅគេចង់ប្រាប់បងប្រុសគេថាហ្វាំងមូឡានម្នាក់នេះគឺជាស្រាប់តែនិយាយដល់ត្រឹមហ្នឹងស៊ូគេក៏ចូលមកដល់ធ្វើឲ្យឈិងយីរបស់យើងណានិយាយអីលែងបានតទៅទៀតស៊ូនាងដើរចូលមកហ្នឹងដោយសារតែដឹងថាបងប្អូនពីរនាក់ហ្នឹងនៅជាមួយគ្នាហើយនាងក៏មានរបស់ចង់ឲ្យឈិងយីទៅឲ្យអ្នកបម្រើហ្នឹងយកទៅវាគឺជាហ្វាវីដេអូដែលចាក់នៅរោងកុនកាលពីថ្ងៃមុននាងគឺជាអ្នកយកទៅហើយក៏យកមកវិញដោយផ្ទាល់តែបែរជានិយាយថាគ្រួសាររបស់នាងនោះខំស្វែងរកទិញពីឈ្មោះកណ្ដាលម្នាក់ព្រោះបានដឹងថារបស់ហ្នឹងវាបានពាក់ព័ន្ធទៅដល់គេឈ្មោះកិត្តិយសរបស់គ្រួសារមូរងក៏ដូចជាគ្រួសារហួរផងដែរពិសេសគឺមុខមាត់របស់ឈិងយីផ្ទាល់ក៏ដូចជាកិត្តិយសរបស់អ្នកនាងហួរផងដែរបើជ្រុលជានាងរៀបការជាមួយគ្នាទៅហើយគួរតែការពារគ្នាកុំឲ្យព័ត៌មានហ្នឹងលេចលឺអញ្ចឹងទៅហើយនាងក៏ចាត់ទុកថានេះគឺជាអំណោយដែលជួបមកគ្នាថ្ងៃដំបូងជាមួយនឹងប្អូនថ្លៃឈិងយីនេះវិញកំពុងតែគ្រើដំបូងឡាយនាងយកវាទៅវាប្រហារគេឥឡូវនេះយកវាមកគម្រាមដើម្បីកុំឲ្យគេបង្ហាញអត្តសញ្ញាណរបស់នាងហើយគេនឹងចាំមើលថានាងនឹងមានផែនការអីបន្តទៀតហើយពេលហ្នឹងឈិងយីក៏បានអរគុណទៅកាន់បងថ្លៃហើយក៏សរសើរបងប្រុសថាបងប្រុសរបស់គេគឺជាមនុស្សដែលមានភាពស្មោះត្រង់និងថ្លៃថ្នូរចំណែកបងថ្លៃគឺជាមនុស្សដែលពូកែយល់ដឹងនិងពិចារណាបានជ្រៅជ្រែងអញ្ចឹងហើយពួកគេទាំងពីរនាក់គឺជាគូដ៏ស័ក្តិសមដែលឋានសួគ៌ប្រទានចំណែកគេវិញគឺជាក្មេងដែលលូនចេញពីលូមនុស្សស្រីអាក្រក់កាយសាហាវដូចជាហ៊ូមីងសៀនណាគឺស័ក្តិសមឥតខ្ចោះជាមួយនឹងគេផងដែរខ្សែរឿងរបស់យើងក៏ស្លេះត្រឹមនេះបាយបាយអ្នកទាំងអស់គ្នារងចាំភ័ក្រ3បន្តទៀតណា